ប្រទេសរុស្ស៊ីកំពុងសម្ងំផលិតអាវុធនៅក្នុងបរិមាណច្រើនសន្ធឹកសន្ធាប់និងគ្មានប្រទេសណានៅលើពិភពលោកអាចធ្វើបានដូចខ្លួននិងសូម្បីតែស្រមៃនេះបើតាមការបញ្ជាក់របស់លោក Sergei Chemezov ប្រធានក្រុមហ៊ុនផលិតអាវុធការពារជាតិរុស្ស៊ី Rostec ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអង្គារលោក Chemezov និយាយថារុស្ស៊ីបានបង្កើនការផលិតអាវុធយ៉ាងខ្លាំងក្លាចាប់តាំងពីផ្ទុះចំនួនជាមួយអ៊ុយក្រែននៅក្នុងឆ្នាំ2022លោកថាការសម្រុកផលិតសព្វាវុធទាំងនោះរួមមានគ្រាប់កាំភ្លើងធំគ្រាប់បែកទម្លាក់ពីលើអាកាសយន្តហោះចម្បាំងរថក្រោះកាំភ្លើងយន្តប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកយន្តហោះដ្រូននិងសព្វាវុធជាច្រើនផ្សេងទៀតនៅក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ហើយគ្មានប្រទេសណាមួយនៅលើពិភពលោកអាចផលិតគ្រាប់ផ្លោងនិងគ្រាប់បែកទម្លាក់ពីលើអាកាសបានច្រើនដោយរុស្ស៊ីនោះទេយ៉ាងណាក៏ដោយលោក Chemezov មិនអាចផ្ដល់តួលេខជាក់លាក់ណាមួយទាក់ទិនទៅនឹងចំនួននៃការផលិតអាវុធទាំងនេះនោះទេក៏ប៉ុន្តែលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្លាប់បានលើកឡើងកាលពីខែឧសភាឆ្នាំ2024ថាការផលិតគ្រាប់រំសេវរបស់ប្រទេសរុស្ស៊ីបានកើនឡើង14ដងក្នុងអំឡុងពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែនស្របពេលដែលការផលិតយន្តហោះដ្រូនហក់ឡើង4ដងខណៈរថភេរដែកស្ទុះងើបឡើង3.5ដង